ក៏ទ្រង់វិរិយជាសិស្សជំនិតរបស់យើងកុំអីណាវៃរីបាត់ណាត្រូវតែដឹងគុណចំពោះអសុរកាយខ្មែរគឺគាត់បានជួយបាត់ផុតពីទ្រង់វៃគូពេលនេះណាទ្រង់វៃគូប្រៀបដូចជាបិសាចដែលនៅក្នុងខ្លួនប៉ុន្តែវៃរីបាត់មេដាបិសាចបញ្ចេញពីខ្លួនដោយសារភាពជាមនុស្សដែលទុនជរីសូម្បីតែកម្លាំងលើកអាវុធក៏គ្មានផងឯងចឹងហើយបានជាខ្ញុំមកពឹកពាក់លោកអសុរកាយខ្មែរខ្ញុំពេញចិត្តនឹងរៀបការជាមួយនឹងលោកសម្រាប់ពីពិសិដ្ឋទៅរកក្រាបទូលប្រាប់ហែសេចទ្រុបដូចហត់ឲ្យក្រាបទូលតែយើងអាចទៅរួចទៅពុកបន្តទៀតទៅក្រាបទូលហើយទ្រុបជាក្រាបទូលព្រះមហាសេចក្ដីព្រះមេទ្រង់សម្រាប់នាទីនិស្សិតហើយដាក់ក្រាបទូលព្រះមហាសេចទ្រង់ជាបន្តទៅទៀតយ៉ាងណាក៏យើងមិនអាចទៅដល់ទៅនោះវត្តទាំងថ្ងៃដែលដាក់ក្រាបទូលអត់ទេយើងត្រូវតែទៅយ៉ាងណាយើងត្រូវទៅឲ្យបានអាចប្រាប់ថាជាបានល្អផងណាព្រះមហាសេចព្រះមេម្ចាស់អូជួបព្រះមហាសេចព្រះមហាសេចគឺអាចប្រាប់ថាព្រះមហាសេចបៃគូរាជបុត្របៃគូបាត់គូព្រះមេត្តាវាយកូនបាត់មេដាវាយកូនបាត់មេដាមេដាមិនខ្លាចកម្លាំងទេតែមេដាបានជួបនឹងបងបានមកអោបបង
ហើយចុះតែអត់អូនរបស់បតនោះ តែអូនខ្ញុំ តែអត់អូនរបស់បង ទ្រង់បានជួយដល់ព្រះធីតាតែងអត់ហើយបានទេក្រាបទូលទ្រង់បន្ថាប់ដល់ទីតាទូលបង្គំនឹងជាក្រាបហើយផ្សេងទៅជួយដល់ព្រះធីតាពីដាច់ក្រាបទូលពីទៅតែអូន តែអត់កើតស្អីគេតែប្អូនកើតស្អីវាយកូន អូយអូយព្រះរាជកុមារហេតុអីក៏មិនហៅនាងមកប្រើការទៅក្រាបទូលបង្គំហត់ណាស់ស្ទើរតែទ្រាំលេខបានទៅហើយគាត់ថយប៉ុណ្ណឹងក៏ហត់ដែរមិនមែនហើយព្រោះឯងនៅលើក្បាលយើងរហូតនោះអីពេលដែលយើងជិះសត្វនេះណាយើងនេះតែចាក់ស្រួលខ្លួនខ្លាំងណាស់ណា ខ្ញុំមិនចង់ជិះលើខ្នងនេះទេខ្ញុំខ្លាចមានមនុស្សធ្លាក់ចុះ អត់ចង់និយាយពីបិតាមែនទី ណែយ៉ាប់បាក់ឡាន់ព្រះរាជបុត្ររបស់យើងមិនចង់ពឹងពាក់សត្វទេណាយ៉ាងណាព្រះនេតរបស់ទ្រង់មកមិនឃើញទៅហើយទ្រង់ទល់ផ្ទៃមេឃក៏មិនឃើញដែរជួយឡើយទេ មែនហើយបុត្រមិនបាច់បារម្ភពីបិតាទេព្រោះព្រេងនៅម្ដុំនេះបិតាស្គាល់ច្បាស់ណាស់ មានរឿងអីទៅក្រាបទូល គឺយើង ត្រង់លើសំឡេងអីទៀតហើយ សំលេងដូច មិនឲ្យក្រាបទូលហើយព្រះជាម្ចាស់តាំងពីទូល